ប្អូននៅទេសចរនៅតំបន់កំពង់ភ្លុកខេត្តសៀមរាបអានេះរដូវវស្សារដូវប្រាំងច្រឡំមាត់វីដេអូទី1រៀងរេរ៉ារ៉ោកតិចហើយរដូវប្រាំងនេះគឺទឹកស្រកអស់ហើយមានក្លិនឆ្អាបច្រើនឆ្អាបត្រីឆ្អាបអីហ្នឹងចឹងពេលទៅយើងត្រូវជួលទូកគេជិះចេញពីភ្នំក្រោមចំពោះទៅកាន់តំបន់ទេសចរកំពង់ភ្លុកបាទយើងធ្វើដំណើរទៅហើយទូកមួយកាលនោះដូចជាខ្ទង់ 80000 ខ្ញុំអត់ចាំទេយើងជិះទៅយើងអាចគួយគុណទេសភាពនៅតាមមាត់ព្រែកទន្លេហ្នឹងបាទមានផ្ទះដូចក្នុងរូបភាពចឹងឯងបាទផ្ទះនេះគេធ្វើខ្ពស់មែនទែនដោយសារពេលខែទឹកឡើងមកទឹកវាខ្ពស់បាទអញ្ចឹងវាអាចលិចដល់ផ្ទះដល់ពេលទឹកស្រកទៅវិញយើងឃើញតែសសរផ្ទះទេហើយមើលទៅគួរឲ្យខ្លាចបារម្ភពេលខ្យល់អញ្ចឹងហើយអានេះស្អីគេអានេះកន្លែងគេធ្វើត្រីប្រហុកហ្នឹងហើយគេនេសាទត្រីបានមកគេបោកត្រីប្រហុកនៅហ្នឹងណាហើយទូកយើងកំពុងតែធ្វើដំណើរលឿនលយទៅមុខហើយបាញ់ទឹកឆ្វាចតែម្ដងបាទតែវាអត់លឿនប្រហែលនេះវាយឺតដោយសារទឹករាក់ហើយមានទូកគេបច្រាស់ទៅបច្រាស់មកតាមគ្រួអាចមានគ្រោះថ្នាក់នៅកន្លែងកែងណាហ្នឹងហើយថតមិនតាន់ចប់អស់ថ្មហើយបានហើយ